សួស្តីអ្នកនរគ្នាវីដេអូនេះខ្ញុំចង់ធ្វើការ recap តាក់ទងជាមួយនឹង portion ដែលខ្ញុំ entry មិញនេះហើយលទ្ធផល portion នេះគឺយើងបានតែ BE ទេយើងអត់មានបាន TP ទេអញ្ចឹងខ្ញុំសូមធ្វើ data collection កន្លែងនេះគឺជាក់ស្ដែងគឺ boss របស់យើង bool i boss របស់យើងខ្ញុំប្រើ SDM គឺដើម្បីឲ្យយើងឆាប់ទទួលបាននូវការ pullback របស់ boss នេះអញ្ចឹង i boss វាបៀមកពីលើមកដល់ក្រោមនេះគឺយើងឃើញថាវាមានការចូលរួមពីសំណាក់ price action ផងដែរចឹងបន្ទាប់ពីវាបៀមកវាបានចុះទៅ sweep ទៅនឹង low របស់ boss បន្ទាប់ពី sweep ដំបូងវា pre sweep សិនបន្ទាប់ពី pre sweep low ហើយវាបង្កើតបានជា fractal ដែល fractal នេះគឺវា bull នេះគឺ bull ឆ្លើយតបទៅនឹងការ pullback របស់ boss នេះអញ្ចឹងបន្ទាប់ពីយើងទទួលបាន i boss ហើយយើងបន្ទាប់ពីយើងទទួលបាន fractal bull នេះគឺយើងអាច confirm កន្លែងនេះគឺជាការ sweep អញ្ចឹងបន្ទាប់ពី fractal នេះវាដើរតួនាទីក្នុងការឆ្លើយតបទៅនឹងការ pullback របស់ i boss ពេលដែលវា bull បានមក swing ទៀតបន្ទាប់ពីវា bull ដល់ swing ទី2នេះពេលវាឡើងទៅប៉ះទៅនឹង strong supply របស់i boss វាមាន reaction break មកខាងក្រោមវិញកន្លែងនេះយើងអាចសន្មតបានថា i boss របស់យើងគឺfractal របស់យើងគឺបានបញ្ចប់តួនាទីក្នុងការឆ្លើយតបទៅនឹងការ pullback របស់ i boss នេះហើយអញ្ចឹងបន្ទាប់ពីខ្ញុំឃើញថា fractal របស់យើងវាដូរពី bull មកជា bearish វិញខ្ញុំក៏សម្រេចចិត្ត entry នៅក្នុងកន្លែងនេះហើយហេតុផលដែលខ្ញុំ entry នៅកន្លែងនេះគឺដោយសារតែខ្ញុំឃើញមានការចូលរួមពី price action ផងដែរយើងមានការចូលរួមពីសំណាក់ការ sweep liquidity បែប price action ដែរព្រោះដោយសារខ្ញុំឃើញពីខាងលើនេះមកវាមានការ sweep liquidity price action ហើយវាបន្ត direction អញ្ចឹងបន្ទាប់ពីខ្ញុំឃើញរូបភាពកន្លែងនេះដូចទៅនឹងរូបភាពខាងលើដែរខ្ញុំក៏សម្រេចចិត្ត entry នៅកន្លែងនេះគឺខ្ញុំប្រើ15នាទីទាំងអស់ហ្មងគឺខ្ញុំអត់បានចូលទៅ confirm នៅក្នុង low time frame មួយដងទៀតទេអញ្ចឹងជាក់ស្ដែងសារពេលដែលវា break មកដល់ខាងក្រោមនេះវាឡើងទៅប៉ះទៅនឹង supply នៅក្នុងmiddle time frame ហ្នឹងហើយជាក់ស្ដែងបើយើងចូលទៅមើលដល់ low time frame ទៀតសារនេះគឺវាឡើងទៅប៉ះទៅនឹងនេះឡើងទៅប៉ះទៅនឹង supply នៅក្នុង3នាទីដែរអញ្ចឹងបន្ទាប់ពីឡើងទៅប៉ះទៅនឹង supply នៅក្នុង3នាទីហើយវាបង្កើតបានជា boss បៀមក swing ទៀតអញ្ចឹងបន្ទាប់ពីខ្ញុំឃើញថាផ្សារពេលដែលវាបង្កើតបានជា boss នៅក្នុង low time frame បៀមក swing ទៀតខ្ញុំក៏ move SL របស់ខ្ញុំដាក់នៅត្រឹម high របស់low time frame នេះអញ្ចឹងបន្ទាប់ពីវាបង្កើតបានជា បង្កើតបានជា boss បៀមក swing ទៀតហើយមកដល់ក្រោមនេះវាបង្កើតបានជា boss បៀមក swing ទៀតអញ្ចឹងបន្ទាប់ពីបង្កើតបានជា boss បៀមក swing ទៀតខ្ញុំក៏ move SL របស់ខ្ញុំមកដាក់នៅត្រឹមhigh របស់ boss នៅក្នុង low time frame swing ចុងក្រោយនេះជាក់ស្ដែងផ្សារវាបៀមកដែរវាបៀមកចិត្តដល់ TP យើងហើយវាមកយកត្រឹម low របស់structure half fractal ចាស់របស់យើងនេះបន្ទាប់មកវាក៏ reverse ឡើងទៅវិញវា reverse ឡើងទៅយកដល់ BE ឡើងទៅយកដល់ BE យើងវិញហើយមូលហេតុដែលខ្ញុំដាក់ TP ដល់កន្លែងហ្នឹងគឺដោយសារតែខ្ញុំសង្កេតឃើញថា movement របស់ផ្សារក្នុងថ្ងៃនេះឃើញថាវាច្រើនគឺវាចុះមក sweep low រហូតវាចុះមក sweep low ច្រើនលើកច្រើនសារអញ្ចឹងហើយបានក្នុងកន្លែងនេះខ្ញុំ entry គឺខ្ញុំខាច់ទៅលើ movement របស់ផ្សារខ្ញុំ expect ថាផ្សារនឹងចុះមកយក low ដូចពេលដែលផ្សារដើរកាលពីព្រឹកមកដែរអញ្ចឹងហើយបានខ្ញុំដាក់ TP របស់ខ្ញុំនៅត្រឹម low របស់structure របស់យើងនៅកន្លែងនេះតែជាក់ស្ដែងផ្សារវាអត់ដើរដូចការគិតរបស់ខ្ញុំគឺវាចុះមកយកត្រឹម low នេះវា reverse ឡើងទៅយក BE យើងនេះបើសិនជាដាក់ BE គឺវាឡើងទៅយកដល់ SL យើងហើយអូខេមានតែប៉ុណ្្នឹងអរគុណ